អ្នកខ្លះបានអូនតែថាជីវិតរបស់គាត់បានធ្លាក់ដល់កម្រិត0អ្នកខ្លះបាននិយាយថាជីវិតរបស់យើងបានធ្លាក់ដល់កម្រិត0ហើយមិនចាំបាច់បារម្ភទៀតទេវាមិនធ្លាក់ទៅណាទៀតទេជាការពិតទៅបើយើងនិយាយអំពី0នៃជីវិតយើងគឺគ្មានទេបានន័យថាជីវិតយើងមិន0ទេប៉ុន្តែបើយើងនិយាយអំពីលុយកាក់ទ្រព្យសម្បត្តិរបស់របបផ្សេងៗនៃជីវិតរបស់យើងវាមិនមែនត្រឹមតែ0ទេវាអាចធ្លាក់ក្រោម0បើសិនជាយើងមានលុយទោះតិចក្តីទោះច្រើនក្តីនោះបានន័យថាលើ0នៅពេលដែលយើងអត់មានលុយមានន័យថា0ស្មើ0បើសិនជាយើងអត់មានលុយហើយយើងជាពាក់បំណុលគេទៀតបានន័យថាក្រោម0អញ្ចឹងបើសិនជាយើងនិយាយអំពីការធ្លាក់នៃលុយវាអាចមិនមែនធ្លាក់ត្រឹមតែ0ទេគឺយើងអាចធ្លាក់ដល់ក្រោម0ទៀតផងបើសិនជាយើងបណ្ដោយបើសិនជាយើងចេះតែចាយវាអាចធ្លាក់ដល់ក្រោម0ប៉ុន្តែបើយើងនិយាយអំពីជីវិតយើងវិញជីវិតយើងនេះវាមិន0ទេហើយវាក៏មិនក្រោម0ដែរលុះត្រាតែយើងស្លាប់ឬក៏ឈួតមានវិបលៈខួរក្បាលដោយសារថាយើងកើតមកយើងមានខួរក្បាលបើសិនជាកើតមកប្រហោងធ្លុងមានតែក្បាលអត់ខួរអាហ្នឹងគឺថា0ហើយប៉ុន្តែយើងកើតមកយើងមានខួរក្បាលតាដែលនៅក្នុងខួរក្បាលនោះមានការគិតនិងមានចិត្តដែលជាប្រភពនៃអ្វីៗសពបែបសពយ៉ាងទាំងអស់យើងចង់បានអ្វីយើងចង់មានអ្វីក៏បានឲ្យតែអ្វីដែលយើងចង់មានចង់បាននោះវាស្របនឹងច្បាប់ធម្មជាតិគឺថាខួរក្បាលរបស់យើងនេះគឺអាចបង្កើតអ្វីៗទៅតាមសេចក្តីប្រាថ្នារបស់យើងបានទាំងអស់ឲ្យតែយើងមានបំណងប្រាថ្នាជាក់លាក់និងមានការគិតដែលត្រឹមត្រូវប្រាថ្នាចេញទៅគិតចេញទៅបញ្ចេញសកម្មភាពទៅបើសិនជាថាយើងបញ្ចេញសកម្មភាពមិនបានដោយសារតែយើងពិការក៏យើងអាចបញ្ចេញសកម្មភាពនៃគំនិតឬក៏សកម្មភាពនៃពាក្យសម្ដីឬក៏ជាសញ្ញាតួលេខឬក៏អក្សរដែលបន្តទៅដល់អ្នកដទៃឲ្យគេធ្វើទៅតាមអ្វីដែលយើងប្រាថ្នាឬក៏ធ្វើតាមផែនការរបស់យើងឃើញទេទោះជាយើងពិការក៏យើងអាចបង្កើតអ្វីបានដែរយើងមិនអាចធ្វើអ្វីដោយខ្លួនឯងប៉ុន្តែយើងអាចប្រើគំនិតប្រើអ្នកដទៃធ្វើអ្វីតាមផែនការឬសេចក្តីប្រាថ្នារបស់យើងបានគំនិតគឺជាកំណត់ពិតប្រាកដរបស់មនុស្សយើងបើសិនជាមនុស្សយើងមានអ្វីសពបែបសពយ៉ាងហើយអត់មានគំនិតវាគង់តែរលាយទេផ្ទុយទៅវិញបើទោះជាថាមនុស្សយើងអត់មានអ្វីក៏ដោយឲ្យតែមានគំនិតឲ្យតែមានចិត្តគឺគង់តែកើតមានអ្វីតាមសេចក្តីប្រាថ្នារបស់យើងទេវិធីសាស្ត្រដែលយើងអាចក្រោកឡើងពីក្រោម0នៃលទ្ធផលខាងក្រៅឬក៏របស់របរទ្រព្យសម្បត្តិគឺការចាប់ផ្ដើមយកគ្រាប់ពូជនៃចិត្តគំនិតរបស់យើងបណ្ដោះឡើងយើងបាត់បង់អ្វីក៏បាត់បង់ចុះបើសិនជាអកុសលត្រូវបាត់បង់ប៉ុន្តែយើងមិនត្រូវបណ្ដោយឲ្យបាត់បង់សតិនិងបាត់បង់ធនធានដែលមាននៅក្នុងខួរក្បាលរបស់យើងទេត្រូវហៅសតិមកទុំពីលើខួរក្បាលរបស់យើងហើយត្រូវបង្កើតចំណង់ទៅលើអ្វីមួយឲ្យបានច្បាស់លាស់ហើយចាប់ផ្ដើមប្រើខួរក្បាលគិតរកវិធីសាស្ត្រដើម្បីបង្កើតវាឡើងឲ្យតែយើងចង់បង្កើតវាពិតប្រាកដវានឹងកើតឡើងទៅតាមចំណង់និងគំនិតរបស់យើង